កញ្ញាជាកូនស្រីតែមួយគត់របស់ពូវេតមីនធីដែលជាអ្នកស្រុកស្រែតែមានជីវភាពធូរធារឯតារាជាកូនប្រុសច្បងនៅក្នុងគ្រួសារអ្នកចំនួននៅភ្នំពេញឪពុកឈ្មោះសម្បត្តិឯម្ដាយឈ្មោះមរកតដោយសារតែឪពុកម្ដាយតារាជាកូនអ្នកនៅស្រុកភូមិជាមួយឪពុកម្ដាយកញ្ញាដែរទើបគាត់ឧស្សាហ៍មកលេងភូមិនេះញឹកញាប់ក្នុងវ័យ8ឆ្នាំ9ឆ្នាំកញ្ញានិងតារាតែងតែសប្បាយចិត្តរាល់ពេលបានជួបគ្នាពួកគេលេងយ៉ាងសប្បាយរីករាយថ្ងៃមួយពេលដែលកញ្ញាតារានិងអ្នកភូមិកំពុងតែលេងធ្វើរៀបការសុកស្រាប់តែមានក្មេង2 3នាក់មកចំអន់ពួកគេមើលទៅកញ្ញាដូចចង់ស្រឡាញ់តារាមិនទេអើយអាណាមិនស្រឡាញ់បើតារាស្អាតគេអ្នកអំពេញហាហេពីរអ្នកនេះស្រឡាញ់គ្នាបើស្រឡាញ់គ្នាមិនច្រណែនមែនហាណែក្មេងស្រែកុំចង់មកញ៉ែអ្នកក្រុងដូចខ្ញុំមេមុខប្រគួយថាហើយតារាក៏រត់ចេញទៅក្មេងៗនាំគ្នាសើចកញ្ញាមិនមាត់ហើយដើរចេញទៅទាំងខឹងតារាជាខ្លាំងប៉ុន្មានខែក្រោយមកតារាក៏បានមកលេងភូមិនោះទៀតខ្ញុំឈប់លេងហើយពួកឯងលេងទៀតទៅកញ្ញាដើរចេញតារាធ្វើជាមិនដឹងថាកញ្ញាខឹងហើយដើរចូលលេងជាមួយគេធម្មតា10 ឆ្នាំក្រោយមកកញ្ញារៀនចប់ទី12ក៏ត្រូវបានឪពុកម្ដាយបញ្ជូនឲ្យទៅរៀនបន្តនៅភ្នំពេញទៅរៀនត្រូវតែខំរៀនណាកូនហើយទំនេរត្រូវតែជួយកិច្ចការផ្ទះអ៊ំឯងផងអាណិតអ៊ំកុំដេកលេងអត់ប្រយោជន៍ឮនៅម៉ែពុកជូនពរកូនឲ្យការខិតខំរបស់កូនសមតាមបំណងកុំបីខានណាកូនហើយត្រូវចាំណាកូនកូនទៅទីនោះដើម្បីរៀនសូត្រយកចំណេះដឹងត្រូវតែខំរៀនកុំរវល់តែសប្បាយប្រយ័ត្នស្ដាយក្រោយណាកូនចាអរគុណពុកម៉ែក្រោយចាក់ចេញពីផ្ទះមកនៅភ្នំពេញដំបូងកញ្ញាដេកយំនឹកស្រុកជាខ្លាំងមិនមែននៅជាមួយអ៊ំធ្វើឲ្យនាងលំបាកទេតែនាងមិនធ្លាប់បែកពីឪពុកម្ដាយលុះបានយូរថ្ងៃបន្តិចមកនាងក៏លែងសូវនឹកផ្ទះដូចមុនថ្ងៃមួយពេលនាងមកពីរៀនវិញនាងបានឃើញឪពុកម្ដាយតារាឈរលេងនៅមុខផ្ទះជាប់នោះបន្តិចមកតារាក៏មកពីរៀនដែរនាងភ្ញាក់មាត់គេនៅជាប់ផ្ទះអ៊ំតាមពិតទៅតារាបានឃើញនឹងដឹងថាកញ្ញាមកនៅផ្ទះអ៊ំគេតែគេមិនហ៊ានមកក្បែរកញ្ញាព្រោះកញ្ញាមិនដែលនិយាយរកគេប៉ុន្មានថ្ងៃក្រោយមកអ៊ំរបស់កញ្ញាមានការត្រូវទៅខេត្តពេញមួយថ្ងៃកញ្ញានៅផ្ទះម្នាក់ឯងព្រោះចំថ្ងៃប្រឡងទើបមិនបានទៅជាមួយអ៊ំពេលនោះម្ដាយតារាបានទេមកនាងអាឡូជំរាបសួរក្មួយកញ្ញាកូនធីមែនទេចាមីងជាអ្នកណាហើយទេមកខ្ញុំមានការអីដែរអូមីងម៉ាក់តារាដែលធ្លាប់ទៅលេងភូមិក្មួយរហូតនោះចាខ្ញុំស្គាល់ហើយមីងទេមកខ្ញុំមានការអីឬអូថ្ងៃនេះអ៊ំឯងមកផ្ទះយឺតអីចឹងហើយបានមីងទេទៅលេងបើថាមិនមកអង្គុយលេងមុខផ្ទះមីងជាមួយមីងសិនមកព្រោះតារានិងប៉ាគេក៏ទៅជាមួយអ៊ំឯងដែរមីងនៅតែឯងអបសុកខ្ញុំដឹងតាអ្នកមីងតែខ្ញុំគិតមិនចង់ចូលផ្ទះមីងខ្ញុំមិនចង់ជួបអាកូនពូជមីងថាមិនក្មួយចាអត់អីទេមីងខ្ញុំទៅបានតែខ្ញុំសុំយកសៀវភៅទៅអានផងបានទេមិនអីទេយកមកមីងគ្រាន់តែចង់បានអ្នកកំដរតែប៉ុណ្ណឹង
តាមពិតកញ្ញាយកសៀវភៅទៅមែនតែគ្មានបានអានអីទាំងអស់ព្រោះនាងរវល់ចែកលេងជាមួយម្ដាយតារាពីនេះពីនោះសើចសប្បាយពេលអ៊ំគេមកដល់វិញពួកគាត់ក៏បបួលគ្នាញ៉ាំបាយនៅផ្ទះតារាមួយពេលហេតុតែមិនចង់ឲ្យចាស់ឆ្ងល់រឿងកញ្ញាមិននិយាយរកតារានាងក៏តបតារាមួយម៉ាត់ពីរម៉ាត់រាល់ពេលដែលតារាសួរបានឱកាសល្អតារាក៏ព្យាយាមនិយាយសុំទោសកញ្ញានៅខឹងរឿងពីក្មេងទៀតមែនទេបើតារាវិញតារាឈប់ខឹងអត់មិនខឹងទេព្រោះក្មេងតែប៉ុណ្ណឹងបើកើតមកចេះដឹងដូចមនុស្សធំគេមិនហៅក្មេងទេចាស់ល្អព្រោះពីក្មេងធ្លាប់រៀនសុជីវធម៌តែបើពីក្មេងអន់ចរិតហើយចាស់ទៅក៏នៅឆ្លងអន់តាមដែរណាហើយចាត់ទុកថាខ្ញុំខុសទៅចុះខ្ញុំសុំទោស10ឆ្នាំហើយហួសដលេហើយហាពាក្យសុំទោសក៏ចេះហួសដលេដែរតាំងពីថ្ងៃនោះមកតារាឆ្លៀតទៅលេងផ្ទះអ៊ំកញ្ញាយកនេះយកនោះទៅឲ្យដើម្បីបានជួបជជែកជាមួយកញ្ញាចំថ្ងៃសម្រាអីចឹងអត់ទៅណាទេឃើញហើយនៅមីងមនុស្សចរិតអន់អីចឹងមែនសួរបែបអន់មកមានការអីពីណាបើកទ្វារឲ្យចៃដន្យដើរមកចំពេលអ៊ំចូលផ្ទះដែរក៏សុំគាត់ចូលមកហើយប្រាប់គាត់ថាមកសុំជួបសង្សារបែកមែនពីណាសង្សារឯងចេះតែថាលេងសិនទៅក្រែងមាននិស័យព្រោះប៉ាម៉ាក់ខ្ញុំចូលចិត្តនាងណាស់មួយថ្ងៃប្រៀបធៀបរហូតគ្រាន់តែខ្ញុំមិនកាន់សៀវភៅក៏ថាឲ្យដែរគាត់ដេញឲ្យមកមើលនាងអីចឹងហើយបានខ្ញុំមកមើលតាមគាត់ប្រាប់ក្រែងឆ្លងខ្លះអ៊ំកញ្ញាចេញមកឃើញគេទាំងពីរក៏បបួលទៅដើរលេងតោះក្មេងៗទំនេរទេទៅដើរលេងជាមួយអ៊ំទេថ្ងៃនេះដូចជាអបសុកដល់ហើយខ្ញុំដូចជាមិនចង់ទៅណាទេអ៊ំមិនមែនទេអ៊ំប្រហែលចាំឆាតជាមួយហាន់នីគេទេដឹងអ៊ំព្រោះបើនៅជាមួយយើងពិបាកធ្លាប់អញ្ចឹងមែនបានចេះតែដើរថាឲ្យគេហ្នឹងខ្ញុំធុញមិនចង់ដើរជាមួយពពែបានហើយឈប់ឆ្លោះគ្នាមួយថ្ងៃទៅធំអស់ហើយធ្វើដូចនៅក្មេងតោះទៅជាមួយអ៊ំមួយថ្ងៃអ៊ំស្រីឯងអបសុកគាត់ចង់ដើរលេងដែរនៅតែផ្ទះពេកក៏មិនល្អដែរចាអ៊ំអញ្ចឹងខ្ញុំទៅរៀបចំសិនថាហើយកញ្ញាក៏ដើរចូលទៅផ្ទះបាត់ទៅឯតារាឈរមើលកញ្ញាដើរចេញទៅទាំងទឹកមុខញញឹមពេលបានទៅដើរលេងតារាបានជួបជាមួយមិត្តភក្តិស្រីរបស់គេម្នាក់ដែលទៅរៀននៅស្រុកក្រៅហើយមកលេងស្រុកខ្មែរពេលសម្រាកកញ្ញាឃើញតារានិងមិត្តគេជជែកគ្នាហាក់សប្បាយក៏អន់ចិត្តដោយមិនដឹងខ្លួនគេចេះតែលួចសួរខ្លួនឯងរហូតមិនក៏ចេះអន់ចិត្តមិនក៏ខឹងតារាមើលដឹងថាកញ្ញាខឹងគេសប្បាយចិត្តណាស់ព្រោះដឹងថាកញ្ញាប្រហែលចាប់ចិត្តគេដែរចំជាចែកដនល្អកញ្ញាក៏បានជួបមិត្តភ័ក្តិនៅសកលរបស់គេដែរគេក៏ជជែកលេងយ៉ាងសប្បាយចិត្តឌឺតារាដែរតារាមើលដឹងថាកញ្ញាឌឺខ្លួនរត់តែសប្បាយចិត្តមកដល់ផ្ទះវិញកញ្ញាដេកមិនលក់សោះព្រោះមិនអស់ចិត្តនឹងភាពស្និទ្ធស្នាលដែលតារានិងម្នាក់ស្រីនោះជជែកគ្នាបើត្រឹមតែពួកម៉ាក់មិនក៏មើលទៅស្និទ្ធស្នាលគ្នាម្លេះទេបើសង្សារក៏សងទៅឯងមិននឹងកញ្ញាអើយឆ្លោះប្រកែកចុះឡើងតាមពិតស្រឡាញ់ខ្ញុំដែរតាប៉ាម៉ាក់អើយនារីដែលប៉ាម៉ាក់ធ្លាប់ប្រាប់ថាចង់បានជាកូនប្រសារនោះនាងកំពុងមានចិត្តលើកូនដែរហើយតាំងពីថ្ងៃនោះមកតារាបានព្យាយាមណាត់កញ្ញាដើរលេងជាច្រើនដងគេតែងឆាតមកលេងកញ្ញារាល់ថ្ងៃសួរសុខទុក្ខជជែកគ្នាលេងជួនកាលមកជួបផ្ទាល់
រហូតធ្វើឲ្យកញ្ញាទន់ចិត្តលើគេថ្ងៃមួយពេលទៅលេងស្រុកតារាបានរៀបចំសព្រៃសុំទោសរឿងពីក្មេងនិងសុំស្រឡាញ់កញ្ញានៅមុខមិត្តភ័ក្តិពីក្មេងទាំងអស់ដែលតារាធ្លាប់ចំអន់ឲ្យកញ្ញាដោយសារពីក្មេងខ្ញុំធ្លាប់និយាយពាក្យដែលកញ្ញាមិនពេញចិត្តអញ្ចឹងហើយថ្ងៃនេះខ្ញុំចង់មកសុំទោសកញ្ញាមុខពួកម៉ាក់ទាំងអស់គ្នាវិញខ្ញុំដឹងថាការសុំទោសនេះវាយឺតពេលតែការនោះខ្ញុំនិយាយហួសហើយមិនដឹងមិនទេខ្ញុំដូចជាអៀនមិនក្លាហានសុំទោសកញ្ញាសោះរហូតខ្ញុំប្រកាសចិត្តថាខ្ញុំពិតជាស្រឡាញ់កញ្ញាមែនទើបខ្ញុំចង់មកសុំទោសនិងសុំស្រឡាញ់កញ្ញាជាផ្លូវការនៅទីនេះយល់ព្រមទៅកញ្ញាកាលពីក្មេងពួកខ្ញុំក៏ខុសច្រើនដែរញាស់ពួកឯងដល់ឆ្លោះគ្នាព្រមទៅពួកឯងសំគ្នាណាស់និយាយមែនសុំទោសខ្ញុំសុំពេលកាត់សិនរឿងពីក្មេងខ្ញុំអត់ទោសឲ្យអ្នកទាំងអស់គ្នាតែរឿងមួយទៀតចាំខ្ញុំប្រាប់ចម្លើយពេលក្រោយតារាឃើញកញ្ញាដើរចេញគេដឹងថាកញ្ញាអៀនតែគេហាក់មិនអស់ចិត្តខ្លាចកញ្ញាមិនស្រឡាញ់គេកញ្ញាទៅដល់ផ្ទះប្រាប់រឿងនេះដល់ម្ដាយគេឪពុកម្ដាយគេមិនថាអីត្បិតគាត់ក៏ចូលចិត្តតារាដែររឿងនេះសម្រាប់លើកូនទៅចោះព្រោះវាជាអនាគតរបស់កូនមានអីកូនគ្រួសារគេក៏គ្រាន់បើមើលទៅគេដូចជាមិនអាក្រក់អីទេម្យ៉ាងពូជអម្បូរគេក៏យើងដឹងច្បាស់ថ្ងៃមុនប៉ាម៉ាក់តារាក៏និយាយជាមួយម៉ែរឿងនឹងដែរតែម៉ែថាសម្រេចលើកូនអញ្ចឹងហើយស្រឡាញ់ឬក៏អត់កូនគិតខ្លួនឯងឲ្យច្បាស់ហើយប្រាប់គេវិញចុះមិនអីទេកូនម៉ែធំហើយម៉ែជឿលើការសម្រេចចិត្តរបស់កូនចាម៉ែក្រោយបានយោបល់ពីឪពុកម្ដាយកញ្ញាក៏ណាត់ជួបតារាហើយប្រាប់រឿងនេះដល់តារាដឹងហើយសប្បាយចិត្តណាស់ប្រញាប់យកដំណឹងនេះទៅប្រាប់ប៉ាម៉ាក់គេឪពុកម្ដាយគេក៏បានតាក់ទងមកឪពុកម្ដាយកញ្ញាដើម្បីភ្ជាប់ពាក្យគេទាំងពីរនាក់គ្រួសារទាំងពីរសប្បាយចិត្តនឹងដំណឹងនេះណាស់ថ្ងៃភ្ជាប់ពាក្យចិត្តមកដល់ស្រាប់តែឪពុកម្ដាយកញ្ញាធ្លាក់ខ្លួនឈឺត្រូវដេកពេទ្យជាច្រើនខែឯចំនួនខាងប៉ាតារាដែលជាប់គាំងមួយរយៈមកហើយនោះស្រាប់តែដល់ចំណុចអស់លទ្ធភាពដោះស្រាយធ្លាក់ខ្លួនជំពាក់គេវ័នកតារាសម្រេចចិត្តព្យួរឈ្មោះត្រឹមឆ្នាំទី2ដើម្បីទៅរកការងារធ្វើជួយឪពុកម្ដាយដោយមិនសង្ឃឹមថានឹងអាចបន្តទៀតបានព្រោះបន្ទុកច្រើនឯកញ្ញាឯណោះវិញឪពុកម្ដាយគេបែរជាលែងចង់មានទំនាក់ទំនងជាមួយតារាកញ្ញាម៉ែសំទោសដែលនិយាយរឿងនេះជាមួយកូនតែម៉ែគិតច្រើនថ្ងៃហើយម៉ែត្រូវតែនិយាយឲ្យហើយពុកឯងឈឺត្រូវសម្រាកពេទ្យយូរគ្រួសារតារាឡើងដូចមុនហើយគេឈប់រៀនទៅធ្វើសំណង់ជួយគ្រួសារម៉ែដូចជាគ្មានសង្ឃឹមថាគេអាចមើលថែកូនបានល្អទេម៉ែមិនមែនមនុស្សស្រឡាញ់លុយទេម៉ែមិនមែនម្ដាយទាវឬម្ដាយវិធាវីដែលកូនតែងនិយាយប្រាប់ក្នុងសៀវភៅរឿងនោះដែរតែម៉ែគឺជាម៉ែកូនដែលស្រឡាញ់និងបារម្ភពីកូនម៉ែចង់ផ្ដាច់ទំនាក់ទំនងកូនជាមួយគេហើយឮពាក្យនោះភ្លាមកញ្ញាក្តុកក្តួលជាខ្លាំងគេមិនតបតអ្វីទាំងអស់បានត្រឹមលួចយំអ៊ំរបស់គេបានដឹងរឿងនេះក៏បន្ទោសម្ដាយកញ្ញាថាស្រឡាញ់តែលុយតែទីបំផុតកញ្ញានៅតែសម្រេចចិត្តតាមឪពុកម្ដាយត្បិតគ្រួសារគេក៏កំពុងពិបាកចិត្តរឿងលុយកាក់ដូចគ្នាម្យ៉ាងមិនចង់ឲ្យឪពុកម្ដាយគេគិតច្រើនបារម្ភពីរឿងគេខ្លាចឈឺធ្ងន់តារាដឹងរឿងកញ្ញាសំបែកគេពិបាកចិត្តជាខ្លាំងហេតុអីស្នេហាត្រូវចូលរួមពីលុយដែរបើខ្ញុំមិនមានបញ្ហានេះខ្ញុំក៏មិនបានដឹងដែរថាសង្គមនេះលុយសំខាន់ប៉ុណ្ណាតែទោះបីជាយ៉ាងណាកញ្ញាគ្មានកំហុសទេ
កញ្ញានៅតែជាមនុស្សស្រីដ៏ល្អសម្រាប់ខ្ញុំមិនសាងគ្រួសារជាមួយគ្នាតែយើងនៅតែជាមិត្តភក្តិដ៏ល្អប៉ុន្មានឆ្នាំក្រោយមកកញ្ញាក៏បានរៀបការជាមួយបុរសម្នាក់ដែលរៀននៅសាកលជាមួយគ្នាឯតារាក្រោយដឹងថាកញ្ញារៀបការហើយគេក៏បានរកនារីល្អម្នាក់រៀបការជាមួយដែរ5ឆ្នាំក្រោយមកពេលដែលបំណុលឪពុកម្ដាយតារាហាក់ធូរបន្តិចតារានិងគ្រួសារគេក៏បានទៅលេងស្រុកភូមិកំណើតដូចពីមុនគ្រួសារតារានិងកញ្ញានៅតែរាប់អានគ្នាធម្មតាត្បិតពួកគាត់យល់ពីគ្នាទៅវិញទៅមកឯកញ្ញានិងតារាក៏បានជួបជជែកគ្នាលេងបងពូកែណាស់ដោះស្រាយបញ្ហាបានច្រើនហើយនៅអាចរកបាននារីដ៏ល្អម្នាក់រៀបការជាមួយយ៉ាងមានក្តីសុខមិនដូចខ្ញុំទេគេមិនដែលរវល់អ្វីល្អតែដំបូងផឹកក៏ផឹកស្រីក៏មានអារម្មណ៍ថាខ្លួនឯងដូចជាចំណែកលើសរបស់គេអញ្ចឹងជួនកាលខ្ញុំគិតថាប្រហែលជាកម្មរបស់ខ្ញុំដែលបែកបងពេលបងកំពុងមានបញ្ហាទើបគ្រួសារខ្ញុំចេះតែមានបញ្ហាអីចឹងកុំគិតអញ្ចឹងអីរឿងបញ្ហាគ្រួសារអ្នកណាក៏មានដែរគ្រាន់តែតិចនិងច្រើនតែប៉ុណ្ណោះមើលគេទៅក៏ស្រឡាញ់កញ្ញាណាស់ដែរគេក៏មិនមែនមនុស្សអាក្រក់អីពេកដែរហើយក៏ប្រហែលពេលខឹងកញ្ញាចេះតែគិតផ្ដេសផ្ដាសខ្លួនឯងទេដឹងប្តីប្រពន្ធបើចង់រស់នៅដោយសប្បាយចិត្តតើតែចេះលើកបញ្ហាមកជជែកគ្នាមិនមែនលួចអន់ចិត្តរហូតអញ្ចឹងទេប្តីប្រពន្ធធ្លាប់រស់នៅពីរគ្រួសារផ្សេងគ្នាការអប់រំរបៀបរស់នៅក៏មិនដូចគ្នាទាំងស្រុងដែរគ្រប់គ្នាសុទ្ធតែជាដុំពេជ្ររបស់ឪពុកម្ដាយរៀងខ្លួនហើយជាដុំពេជ្រដែលឪពុកម្ដាយខំច្នៃតាំងពីតូចមកអញ្ចឹងហើយពេលដែលដុំពេជ្រទាំងពីរមកជួបបញ្ចូលតែមួយទៅជាប្តីប្រពន្ធនេះទាល់តែអ្នកទាំងពីរចេះច្នៃខ្លួនឯងរៀងខ្លួនសិនច្នៃគ្នាផងទើបវាទៅជាដុំពេជ្រមួយដ៏ភ្លឺភ្លេចជីវិតគូគឺមិនល្អឥតខ្ចោះរហូតទេសាកល្បងរកពេលសមរម្យណាមួយជជែកគ្នាជាមួយគាត់ទៅរៀបការច្រើនឆ្នាំដែរហើយបងជឿថាបើបានជជែកឲ្យអស់ចិត្តរកដំណោះស្រាយហើយគេអាចនឹងយល់ពីកញ្ញាហើយគ្រួសារកញ្ញាអាចនឹងសប្បាយចិត្តដូចមុនក៏ថាបានតែបើជជែកហើយនៅតែមិនអាចដោះស្រាយបានការសម្រេចចិត្តបែបណាទាល់តែស្រេចលើកញ្ញាខ្លួនឯងព្រោះមានតែកញ្ញាទេដែលដឹងថាខ្លួនឯងត្រូវការបែបណាពិតប្រាកដចាប់ពីថ្ងៃនោះមកកញ្ញាក៏បានធ្វើតាមតារាប្រាប់ពូគឺគេប្រាប់រឿងគ្រប់យ៉ាងដែលប្តីនាងលាក់បាំងនាងប្រាប់ពីអារម្មណ៍នាងនិងប្រាប់ពីអ្វីដែលនាងត្រូវការទៅប្តីរបស់នាងពេលនោះប្តីនាងហាក់ភ្ញាក់ខ្លួនហើយកែប្រែខ្លួនឡើងវិញគ្រួសារគេក៏ចាប់ផ្ដើមចេះដោះស្រាយបញ្ហារស់នៅយ៉ាងសប្បាយចិត្តរហូតមកតារាដឹងរឿងនេះហើយសប្បាយចិត្តជាខ្លាំងត្បិតតែពួកគេបែកគ្នាតែគេនៅតែចាប់ទុកកញ្ញាដោយប្អូនស្រីបង្កើតរបស់គេម្នាក់ទៀតគ្រួសារទាំងពីរនៅតែរាប់អានគ្នាបន្តដល់កូនចៅរហូតមក